ភាពវៃឆ្លាតនៅក្នុងផ្នែកអារម្មណ៍ឬក៏ជំនាញនៅក្នុងការប្រស្រ័យទាក់ទងជាមួយអ្នកដទៃគឺជាជំនាញមួយដែលមនុស្សយើងចាំបាច់ត្រូវមានជាពិសេសគឺសម្រាប់អ្នកដែលរស់នៅក្នុងសង្គមដែលត្រូវមានការទំនាក់ទំនងជាមួយអ្នកដទៃឬក៏អ្នកដែលធ្វើការនៅក្នុងផ្នែកណាមួយដែលចាំបាច់ត្រូវមានការទំនាក់ទំនងជាមួយអ្នកដទៃរាល់ថ្ងៃសម្រាប់អ្នកដែលមិនសូវមានបទពិសោធន៍ខ្វះជំនាញនៅក្នុងការសាងទំនាក់ទំនងពេលខ្លះគឺអាចមានភាពលំបាកនៅក្នុងការចាប់ផ្ដើមមិនដឹងថាត្រូវចាប់ផ្ដើមនិយាយជាមួយអ្នកដទៃពីណាទៅណានិយាយពីអ្វីឬក៏នៅពេលដែលស្ថិតនៅក្នុងហេតុការណ៍ណាមួយដែលខ្លួនឯងមានសម្ពាធជួបនរណាម្នាក់ដែលខ្លួនឯងខ្វះទំនុកចិត្តនៅក្នុងការសាងទំនាក់ទំនងថ្ងៃនេះមានកន្លឹះល្អ5ចំណុចដែលដកចេញពីសៀវភៅមួយក្បាលដែលសរសេរជាភាសាអង់គ្លេស Emotional Intelligence គឺជាសៀវភៅមួយក្បាលដែលសរសេរទាក់ទងទៅនឹងការបង្កើតភាពវៃឆ្លាតក្នុងការគ្រប់គ្រងអារម្មណ៍និងការប្រស្រ័យទាក់ទងជាមួយនឹងមនុស្សទូទៅនៅក្នុងសង្គមហ្នឹងគឺសម្រាប់អ្នកដែលត្រូវការជំនាញត្រូវការបទពិសោធន៍ខ្ពស់ទាក់ទងទៅនឹងផ្នែកហ្នឹងគឺអាចចូលទៅអានបាននៅក្នុងសៀវភៅជាភាសាអង់គ្លេសចំណងជើងថា Emotional Intelligence ប៉ុន្តែពេលនេះគឺដកស្រង់គន្លឹះល្អ5ចំណុចនៅក្នុងសៀវភៅហ្នឹងដែលអាចជួយដោះស្រាយនៅក្នុងការសាងទំនាក់ទំនងសាងភាពវៃឆ្លាតខាងផ្នែកអារម្មណ៍ជាពិសេសគឺការប្រស្រ័យទាក់ទងជាមួយអ្នកដទៃឲ្យកាន់តែប្រសើរឡើងគន្លឹះទី1នៅក្នុងការសាងទំនាក់ទំនងជាមួយអ្នកដទៃគឺនៅពេលណាដែលយើងត្រូវចាប់ផ្ដើមសន្ទនាជាមួយអ្នកដទៃឬក៏ថាចាប់ផ្ដើមសាងទំនាក់ទំនងជាមួយនឹងនរណាម្នាក់នៅពេលដែលជួបគេបើសិនបើថាយើងអត់ដឹងថាត្រូវសួរពីអីអត់ដឹងថាត្រូវនិយាយពីអីគឺយើងអាចចាប់ផ្ដើមដោយការសួរសំណួរសាមញ្ញដូចជាសំណួរថាតើអ្នកសុខសប្បាយទេ How are you អាហ្នឹងគឺជាសំណួរសាមញ្ញដែលមនុស្សយើងតែងតែសួរគ្នានៅពេលដែលជួបគ្នាមិនថាមិត្តភក្តិមិនថាអ្នកស្គាល់គ្នាឬក៏សូម្បីថាមនុស្សថ្មីដែលយើងទៅតែបានជួបក៏យើងអាចប្រើសំណួរសាមញ្ញធម្មតាហ្នឹងដើម្បីជាការចាប់ផ្ដើមប៉ុន្តែមិនមែនជាការសួរឲ្យចោលនោះទេនៅពេលដែលសួរហើយគឺយើងត្រូវតាំងចិត្តស្ដាប់ចម្លើយដែលគេបាននិយាយពីព្រោះពេលខ្លះអ្វីដែលគេបានឆ្លើយមកយើងវាអាចមានរឿងរ៉ាវខ្លះដែលគេបញ្ចេញមកដែលយើងអាចចាប់យកជាបទសន្ទនាបន្តទៅបានឧទាហរណ៍អ្នកខ្លះគេអាចឆ្លើយជាមួយយើងថាគេសុខសប្បាយទេប៉ុន្តែមួយរយៈនេះគេរវល់ណាអញ្ចឹងគឺយើងអាចចាប់យក topic កន្លែងហ្នឹងគឺការងាររវល់របស់គេមកជាបទសន្ទនាហើយយើងអាចសាកសួរបន្តទៅនឹងកិច្ចការងារដែលគេកំពុងធ្វើសូមបទពិសោធន៍ពីគេឬក៏ថាពេលខ្លះយើងអាចមានបទពិសោធន៍ទាក់ទងទៅនឹងការងារដែលគេកំពុងធ្វើក៏យើងអាចចែករំលែកបទពិសោធន៍ទាំងអស់ហ្នឹងទៅគេជាការសាងភាពស្និទ្ធស្នាលធ្វើឲ្យការទំនាក់ទំនងរបស់យើងគឺកាន់តែមានប្រសិទ្ធភាពសាងភាពស្និទ្ធស្នាលជាមួយនឹងអ្នកហ្នឹងដែលយើងកំពុងតែចង់សាងទំនាក់ទំនងដែលធ្វើឲ្យការទំនាក់ទំនងរបស់យើងមានប្រសិទ្ធភាពកាន់តែច្រើនឡើងគន្លឹះទី2ដើម្បីបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃគឺយើងត្រូវចេះបង្កើតទម្លាប់ចេះសរសើរអ្នកដទៃដោយស្មោះគឺមិនមែនចេះតែសរសើរជាលក្ខណៈបញ្ជូលទេប៉ុន្តែជាការសរសើរដោយស្មោះរកចំណុចណាមួយដែលអ្នកដទៃគេមានពិតប្រាកដនៅពេលដែលយើងជួបនរណាមួយយើងតែងសិក្សាពីចំណុចល្អដែលគេមានពិតប្រាកដឬក៏ថាសំបីអ្នកនឹងគឺជាមនុស្សដែលយើងទើបតែជួបក៏ដោយទើបតែសន្ទនាជាមួយក៏ដោយប៉ុន្តែយើងស្វែងរកចំណុចពិសេសណាមួយជា skill ជាបទពិសោធន៍ជាចំណុចល្អរបស់គេដែលគេមានពិតប្រាកដយកមកសរសើរការសរសើរអ្នកដទៃគឺធ្វើឲ្យគេសប្បាយចិត្តអាហ្នឹងមិនថាគេមិនថាយើងទេគឺតែចូលចិត្តពាក្យសរសើរប៉ុន្តែគេត្រូវសរសើរនៅក្នុងអ្វីដែលគេមានពិតកុំឲ្យគេគិតថាយើងព្យាយាមបញ្ជោគេព្យាយាមយកចិត្តគេព្យាយាមលើកជើងគេដោយរបស់ហ្នឹងដែលគេអត់ទាន់មានពិតប៉ុន្តែយើងស្វែងរកចំណុចល្អចំណុចពិសេសដែលគេមានពិតប្រាកដនៅពេលដែលយើងសរសើរទៅគេមានអារម្មណ៍ល្អហើយគេឃើញថារបស់ហ្នឹងគឺគេមានពិតប្រាកដឬសូម្បីតែថាជារបស់ប្រើប្រាស់ដែលគេកំពុងតែប្រើក៏ដោយរបស់ណាដែលយើងចូលចិត្តរបស់ប្រើប្រាស់គឺយើងអាចសរសើរឬក៏អាចប្រាប់គេថាយើងក៏ចូលចិត្តរបស់ហ្នឹងដែរយើងតែងតែប្រើរបស់ហ្នឹងធ្វើឲ្យឃើញថា
យើងមានចំណុចដូចគេនៅត្រង់ថាចូលចិត្តប្រើប្រាស់របស់ស្តៀងគ្នាអាហ្នឹងគឺជាការសាងអារម្មណ៍ល្អជាមួយគ្នាសាងភាពស្និទ្ធស្នាលសាងទំនាក់ទំនងល្អជាមួយអ្នកដទៃ3នៅក្នុងការសាងការសន្ទនាឲ្យរស់រវើកគឺត្រូវចេះសួរសំណួរណាដែលតម្រូវឲ្យមានការឆ្លើយតបវិញគឺនៅក្នុងការសន្ទនាយើងកុំសួរតែសំណួរណាដែលត្រូវការពាក្យឆ្លើយតបត្រឹមតែមួយម៉ាត់ដូចជាបាទចាស់ដែលធ្វើឲ្យអ្នកដទៃមិនដឹងថាត្រូវនិយាយអីទៀតពីព្រោះជាសំណួរដែលត្រូវការពាក្យឆ្លើយតបត្រឹមតែមួយម៉ាត់ yes no អញ្ចឹងទៅក៏មិនដឹងថាត្រូវនិយាយអីទៀតប៉ុន្តែព្យាយាមសួរសំណួរណាដែលបើកឱកាសឲ្យអ្នកដទៃនិយាយបានច្រើនគឺជាសំណួរដែលបើកឲ្យគេរៀបរាប់ពីអ្វីដែលជាចំណូលចិត្តរបស់គេឬក៏ថារៀបរាប់ពីអ្វីដែលគេកំពុងធ្វើពីបទពិសោធន៍សំណួរបែបណាក៏ដោយដែលត្រូវការរៀបរាប់ការអធិប្បាយអាហ្នឹងក៏ទៅតាមពេលវេលាដែលយើងមានបើសិនថាយើងមានពេលវេលាវែងនៅក្នុងការនិយាយគ្នាការសន្ទនាហើយយើងចង់សាងអារម្មណ៍ល្អនៅក្នុងការសន្ទនាជាមួយគ្នាគឺត្រូវចេះសួរសំណួរដែលបើកឱកាសឲ្យគេបាននិយាយច្រើនគឺធ្វើឲ្យគេមានអារម្មណ៍ល្អនៅក្នុងការនិយាយពីព្រោះបើយើងសួរសំណួរខ្លីៗដែលត្រូវឲ្យគេឆ្លើយត្រឹមតែមួយម៉ាត់ពេលខ្លះក៏ធ្វើឲ្យការសន្ទនារបស់យើងវាអត់សូវរស់រវើកដែលវាអាចនឹងចប់ទៅវិញដោយភាពសោះកក្រោះពីព្រោះទាំងសងខាងមិនដឹងថាត្រូវនិយាយអីបន្តទៀតប៉ុន្តែកាលណាដែលយើងអាចសួរសំណួរដែលតម្រូវឲ្យគេឆ្លើយវែងគេអាចមានឱកាសនៅក្នុងការរៀបរាប់ពីបទពិសោធន៍ពីអារម្មណ៍ពីអ្វីៗដែលគេកំពុងធ្វើអាហ្នឹងគឺជាការសាងការសន្ទនាឲ្យរស់រវើកហើយចេះតែបន្តទៅយ៉ាងរលូននៅក្នុងការសន្ទនាគន្លឹះទី4នៅក្នុងការសាងទំនាក់ទំនងល្អជាមួយអ្នកដទៃគឺត្រូវស្វែងរកចំណុចរួមឬក៏ចំណុចដូចគ្នាដែលអ្នកនឹងគេមានដូចយើងទៅតាមចិត្តវិទ្យាបង្ហាញថាមនុស្សយើងនឹងចូលចិត្តនរណាម្នាក់ដែលមានលក្ខណៈដូចយើងមិនថាជាការចូលចិត្តធ្វើអីដូចគ្នាចូលចិត្តអានសៀវភៅដូចគ្នាចូលចិត្តទស្សនាភាពយន្តដូចគ្នាចូលចិត្តប្រើរបស់ដូចគ្នាឬក៏មានទម្លាប់ស្តៀងគ្នាគឺនៅពេលដែលដឹងថានរណាម្នាក់គឺស្តៀងយើងនៅក្នុងផ្នែកអីមួយក៏មានអារម្មណ៍ចូលចិត្តអ្នកហ្នឹងអញ្ចឹងដើម្បីការសាងទំនាក់ទំនងល្អជាមួយនរណាម្នាក់នៅពេលដែលយើងកំពុងសន្ទនាជាមួយនរណាម្នាក់គឺត្រូវស្វែងរកចំណុចដូចគ្នាមិនថាជារបស់ប្រើប្រាស់ដែលគេចូលចិត្តប្រើប្រាស់របស់ដូចយើងគេចូលចិត្តមើលរឿងដូចយើងគេចូលចិត្តអានសៀវភៅដូចយើងគេចូលចិត្តទៅកន្លែងណាមួយដែលយើងចូលចិត្តដែរឬក៏គេមានទម្លាប់ណាមួយដែលស្តៀងយើងតែដូចគ្នាយើងក៏ចាប់យករឿងដែលដូចគ្នានឹងមកនិយាយនៅពេលដែលយើងយកអ្វីដែលគេមានចំណុចដូចយើងមកនិយាយគឺជាការសាងអារម្មណ៍ល្អជាមួយគ្នាសាងភាពទុកចិត្តសាងភាពស្និទ្ធស្នាលតែយើងតែងឃើញថាមិត្តភ័ក្តិដែលមានទម្លាប់ដូចគ្នាឬក៏ថាមានចំណូលចូលចិត្តស្រដៀងគ្នាគឺជាមិត្តភ័ក្តិដែលអាចរាប់អានគ្នាបានយូរអង្វែងអញ្ចឹងសម្រាប់មនុស្សដែលយើងត្រូវការសាងទំនាក់ទំនងល្អជាមួយគឺយើងត្រូវស្វែងរកចំណុចល្អដែលគេមានដូចយើងឬក៏ថាចំណុចដូចគ្នាដែលយើងមានដូចគេយកមកនិយាយដើម្បីបង្កើនភាពស្និទ្ធស្នាលជាមួយគ្នាអាហ្នឹងដែលធ្វើឲ្យទំនាក់ទំនងនៅក្នុងការសន្ទនារបស់យើងគឺកាន់តែល្អប្រសើរឡើងគន្លឹះទី5ចុងក្រោយនៅក្នុងការសាងទំនាក់ទំនងល្អឬក៏នៅក្នុងការសន្ទនាគឺត្រូវធ្វើជាអ្នកស្ដាប់ដ៏ល្អគឺនៅក្នុងការសន្ទនាគឺត្រូវតែបើកឱកាសឲ្យដៃគូសន្ទនារបស់យើងបាននិយាយអំពីអ្វីដែលគេចង់និយាយគឺកុំនិយាយកាត់គេគឺត្រូវបើកឱកាសឲ្យគេបានរៀបរាប់បានបញ្ចេញអារម្មណ៍អំពីបទពិសោធន៍អំពីរឿងរ៉ាវដែលគេចង់និយាយគឺត្រូវតែសម្ដែងភាពជាអ្នកស្ដាប់ដ៏ល្អហើយអ្នកស្ដាប់ដ៏ល្អនេះមិនមែនត្រឹមតែស្ដាប់ឲ្យឮទេគឺត្រូវព្យាយាមយល់អំពីអ្វីដែលគេកំពុងនិយាយយល់ទាំងសម្ដីដែលគេនិយាយនិងយល់ពីអារម្មណ៍របស់គេនៅក្នុងខណៈដែលនិយាយហ្នឹងគឺត្រូវសម្ដែងភាពជាអ្នកស្ដាប់ដ៏ល្អជាអ្នកយល់ចិត្តដ៏ល្អពេលខ្លះគឺយើងត្រូវងក់ក្បាលនៅពេលដែលគេនិយាយពីអីមួយពេលខ្លះក៏ត្រូវមើលភ្នែករបស់គេដោយសមរម្យឬក៏ថាពេលខ្លះក៏យើងអាចសួរសំណួរបញ្ជាក់បន្ថែមទៅលើអ្វីដែលគេបាននិយាយ
អាហ្នឹងគឺជាការបង្ហាញថាយើងយកចិត្តទុកដាក់ជាមួយគេយល់ពីអ្វីដែលគេនិយាយយល់ពីអារម្មណ៍របស់គេហើយយើងក៏ធ្វើការឆ្លើយតបទៅវិញយ៉ាងសមរម្យយ៉ាងយកចិត្តទុកដាក់ដែលធ្វើឲ្យគេមានអារម្មណ៍ថាយើងយល់ពីគេយើងយកចិត្តទុកដាក់ជាមួយគេយើងជាមនុស្សដែលគេអាចទុកចិត្តបានអាហ្នឹងគឺជាការសាងទំនាក់ទំនងល្អសាងការសន្ទនាឲ្យមានភាពរស់រវើកនិងคล้ายទៅជាគូសន្ទនាដែលយល់ចិត្តគ្នាគឺជាគន្លឹះល្អនៅក្នុងការសាងទំនាក់ទំនងនិងការសន្ទនាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ទាំងអស់ហ្នឹងគឺជាគន្លឹះល្អ5យ៉ាងដែលជួយបង្កើនភាពវៃឆ្លាតខាងផ្នែកអារម្មណ៍និងជំនាញនៅក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃដែលយើងអាចយកមកប្រើបានដើម្បីបន្ថែមជំនាញបន្ថែមភាពវៃឆ្លាតរបស់យើងនៅក្នុងផ្នែកអារម្មណ៍និងធ្វើឲ្យយើងកាន់តែមានជំនាញនៅក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃធ្វើឲ្យការទំនាក់ទំនងរបស់យើងកាន់តែមានប្រសិទ្ធភាពខ្ពស់